រដ្ឋបတ်ព័ត៌មានស្ដីពីសកម្មភាពការងារប្រចាំសប្តាហ៍របស់ឯកឧត្តមបណ្ឌិតអ៊ីងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានសប្តាហ៍ទី3នៃខែមីនាឆ្នាំ2025សប្តាហ៍ទី3នៃខែមីនានៅវេលាម៉ោង 2 រសៀលថ្ងៃទី17ខែមីនាឆ្នាំ2025ឯកឧត្តមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបប្រជុំជាមួយដុកទ័រ Dina Kumar Country Chair and Managing Director of Total Energy នៅទីស្តីការក្រសួងបរិស្ថានលុះមកដល់ព្រឹកថ្ងៃទី18ខែមីនាឆ្នាំ2025ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុនដងជាង Environmental Co Ltdដើម្បីពិភាក្សាលើគម្រោងសាងសង់ Environmental Protection Industry Corporation នៅទីស្តីការក្រសួងបរិស្ថានបន្ទាប់មកនារសៀលថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រីបានបន្តទទួលជួបដុកទ័រអេសាមយ៉ាស៊ីនម៉ូហាម៉េត Director of General of World Fish នៅបន្ទប់តាវសិង្ហួរនៅថ្ងៃទី21ខែមីនាឆ្នាំ2025វេលាម៉ោង 2 រសៀលឯកឧត្តមរដ្ឋមន្ត្រីបានជួបប្រជុំជាមួយឯកឧត្តមគីតិចទេសរដ្ឋមន្ត្រីនិងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលនិងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែននៅទីស្តីការក្រសួងបរិស្ថានក្នុងថ្ងៃដដែលវេលាម៉ោង 3 រសៀលឯកឧត្តមរដ្ឋមន្ត្រីបានអនុញ្ញាតទទួលជួបក្រុមយុវជនសង្គមស៊ីវិលអង្គការសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្ដុំអង្គការសង្គមស៊ីវិលនិងសារព័ត៌មានដើម្បីពិភាក្សាការងារបរិស្ថាននៅទីស្តីការក្រសួងបរិស្ថានលុះចូលមកដល់ថ្ងៃទី22ខែមីនាឆ្នាំ2025វេលាម៉ោង 8 ព្រឹកឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានគណៈកម្មាធិការគណៈបកក្រសួងបរិស្ថានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារត្រួតពិនិត្យគណៈបក2024និងទិសដៅភារកិច្ច2025របស់គណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាតាម Zoom នៅទីស្តីការក្រសួងបរិស្ថានជាសកម្មភាពប្រចាំនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានលើភាពស្អាតយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេនិងយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានគ្រប់រាជធានីខេត្តទាំង25នៃព្រះរាជាណាចក្រកម្ពុជាមានការចូលរួមពីសំណាក់សិស្សានុសិស្សប្រជាពលរដ្ឋព្រះសង្ឃនិងមន្ត្រីរាជការមានចំនួនសរុប 251,607 អង្គអ្នកនៃសប្តាហ៍ទី3ក្នុងខែមីនានេះដោយឡែកយុទ្ធនាការគន្លងបៃតងជាការបណ្ដុះកូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋធ្វើការដាំដុះក្នុងនោះក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានគ្រប់រាជធានីខេត្តបណ្ដុះកូនឈើបានសរុបចំនួន 34,939 ដើមក្នុងសប្តាហ៍ទី3នៃខែមីនានេះផងដែរ